đây bây giờ mình nè riêng techno từng học níថ្ងៃនេះខ្ញុំនឹងលើកអំពី query មកបង្ហាញថាអ្វីទៅគឺជា query query មានតួនាទីស្វែងរកទិន្នន័យស្រង់ទិន្នន័យប្រមូលទិន្នន័យនិងគណនាទិន្នន័យពី table មួយឬច្រើនហើយរបៀបនៃការបង្កើត query គេអាចបង្កើតជាពីររបៀបគឺបង្កើតតាមរយៈ query wizard និង query design ឥឡូវចូលមកអនុវត្តជាមួយខ្ញុំទាំងអស់គ្នាហើយខ្ញុំបានបង្កើតនៅ file ដែលមានឈ្មោះថា employee ms មានន័យថាដាក់ផ្ទុកនៅរាល់ទិន្នន័យបុគ្គលិកហើយយើងចូលមកជាមួយខ្ញុំនៅក្នុង file ហ្នឹងខ្ញុំបានបង្កើតជា table មួយដែលមានឈ្មោះថា employee list អញ្ចឹងខ្ញុំគ្រាន់តែធ្វើដើម្បីបង្ហាញបងប្អូនអំពីការប្រើប្រាស់query និងការបង្កើត query ឥឡូវខ្ញុំចុចលើ table នេះហើយយើងទៅរកពាក្យថា create ដែលថាបង្កើតអញ្ចឹងយើងឃើញថាមានពីរមាន query wizard និង query design ឥឡូវខ្ញុំនឹងបង្កើតquery wizard មុនដើម្បីបង្ហាញដល់បងប្អូន query wizard យើងចុចមកវាចេញផ្ទាំងដូចនេះដែលថាឲ្យយើងជ្រើសរើសណាវាមានប្រភេទវាឥឡូវខ្ញុំយក simple query ហើយអូខេតែមកវាចេញផ្ទាំងដូចនេះវាឲ្យយើងជ្រើសរើសបើថាតើយើងចង់បង្ហាញអីគេណាពីtable ឬក៏ query ហើយបើសិនមានច្រើនវានឹងបង្ហាញកន្លែងនេះឈ្មោះ table ឥឡូវខ្ញុំចង់បង្ហាញអំពី employee ID employee name employee gender ហើយនឹង salary ខ្ញុំយកតែប៉ុណ្ណឹងដើម្បីបង្ហាញដល់បងប្អូនហើយយើងចុច next មកនេះគឺវាបង្ហាញឲ្យយើង summary យើងហើយបន្ទាប់នេះចុច next ទៀតមកហើយយើងដាក់ឈ្មោះឲ្យ query ដាក់ឈ្មោះឥឡូវខ្ញុំទុកដដែលចុះខ្ញុំទុកជា default វាអញ្ចឹងមកហើយខ្ញុំ finish អញ្ចឹងពេលដែលយើងចុច query wizard វាចេញមកដូចនេះឲ្យយើងវាចេញជាលក្ខណៈមួយដែលថាជាខ្លីបើតែយើងស្រង់យកពី table ហ្នឹងប៉ុន្តែវាបង្ហាញតាអ្វីដែលយើងបានជ្រើសរើសហ្នឹងហើយជ្រើសរើសពី table ហ្នឹងអញ្ចឹងមានតែemployee ID employee name និង employee salary ហ្នឹងអញ្ចឹងការបង្កើតតាមរយៈ query ទី1ណាហើយខ្ញុំអត់ save ទេខ្ញុំលុបខ្ញុំចង់បង្កើតមួយទៀតឲ្យបងប្អូនយើងចុចលើ table នឹងដដែលឈ្មោះថា employee list ហើយយើងយក query design តើវាមានលក្ខណៈខុសគ្នាដូចម្ដេចចុចនឹងមកហើយមាន table នៅខាងនេះយើងចុចคลิกលើវាទៅវានឹងបង្ហាញឥឡូវយើងឧទាហរណ៍ថាយើងចង់បាន query ចង់បាន employee ID យើងទៅចាប់ទម្លាក់នឹងក៏បានយើងคลิกលើវាក៏បានណាយើងចង់បានភេទហើយចង់បាន salary ចឹងមកណាគឺប៉ុណ្ណឹងរួចរាល់តែមកយើង save វាគេឲ្យដាក់ឈ្មោះក៏បានមិនដាក់ក៏បានតែដូចគ្នាមិនថាវាចេញមកលក្ខណៈមួយដូចដែលយើងបង្កើតនៅក្នុង query wizard ដែរអញ្ចឹងយើងមានត4 field យើងយកតា employee ID employee name employee gender និង employee salary អញ្ចឹងនេះគឺការបង្កើតទី2ហើយការប្រើប្រាស់វាយើងចុចលើ query នឹងមកយើងយកកន្លែងនេះវិញsorry ហើយយើងនេះថាយើងចុចលើនឹងមកហើយយើង
យក design វាណាចូល design បើយើងចង់រកឈ្មោះយើងគ្រាន់តែវាយឈ្មោះនៅក្នុង criteria នេះមកយើងចង់រកឈ្មោះណារកឈ្មោះបុគ្គលិកឈ្មោះអីអញ្ចឹងយើងគ្រាន់តែវាយមកផ្ដើមដោយអក្សរ S ផ្ដើមដោយអក្សរ S អញ្ចឹងមកដាក់ហើយយើងសាកមើលរកមើលអញ្ចឹងបានន័យថាវាស្រួលមែនទេបានន័យថាយើងស្រង់រកមើលថានរណាដែលមានផ្ដើមដោយអក្សរ S យើងមានសុខសំនិង September ហ្នឹងគឺការរកឬក៏ច្រោះណាច្រោះហើយសិតតែប្រុសអញ្ចឹងបើយើងមួយទៀតបើយើងចង់រកកន្លែងទៅនេះយើងចង់រកថាតើបុគ្គលិកឬក៏យើងរកថាsalary ណាយើងអាចរកតាមរយៈនេះបានយើងមើលវាយ between មកហើយថាយើងរកទិន្នន័យឬក៏ salary ហ្នឹងពីចន្លោះណាដល់ចន្លោះណាថាខ្ញុំវាយ between អញ្ចឹងមកខ្ញុំរកពី100ហើយនឹង200អញ្ចឹងតើមកទៅយើងrun វាទៅយើងវាយអក្សរផ្លេចមួយអញ្ចឹងយើងកែវាបន្តិចមកហើយយើង save ក៏បានយើង run ទៅនេះក៏បានអញ្ចឹងបានន័យថាយើងដាក់ក្នុង criteria ហ្នឹងគឺយើងច្រោះរកតើបុគ្គលិកឬក៏ប្រាក់ដែលមានចាប់ពី$200និង100ណានិង100អញ្ចឹងក្រៅពីនោះវាអត់ចេញទេអ្វីដែលយើងបានកំណត់គឺពី100ហើយនឹងរវាងពី100និង200ហ្នឹងឥឡូវយើងអាចចេះច្រោះទិន្នន័យបង្កើត query អញ្ចឹងទៅឥឡូវការបង្កើត query មានតែប៉ុណ្្នឹងឯងនឹងការប្រើប្រាស់សូមអរគុណច្រើន